ខ្ញុំឃើញលោកហ៊ុនសែនបានគ្រប់គ្រងដល់គំនិតរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលលើកឡើងថាកម្ពុជាត្រូវជ្រើសរើសការអនុវត្តប្រើច្បាប់អន្តរជាតិខាងដែនសមុទ្រ UNCLOS ដោយយកតាមនីតិវិធី compulsory conciliation ពាក្យនេះគួរណាស់កុំប្រែជាភាសាខ្មែរពីព្រោះតែប្រែជាភាសាខ្មែរគឺខ្មែរឈួតអត់ខានទេស្អីការផ្សះផ្សាចាប់បង្ខំអត់មានទេ compulsory conciliation អត់ប្រែថាអញ្ចឹងទេអត់មានពាក្យប្រែទេពីព្រោះវាជាពាក្យច្បាប់អន្តរជាតិខ្មែរអត់មានពាក្យគ្រប់ប្រែបើខ្មែរណាប្រែយូរទៅឈួតខ្មែរអស់ពាក្យច្បាប់អាចអ្នកច្បាប់បញ្យល់បើរាជការចង់ឲ្យយល់ឲ្យអ្នកច្បាប់អន្តរជាតិមកបញ្យល់តែហ៊ានតែប្រែយូរឈួតខ្មែរអស់មកប្រទេសយើងឈួតស្រាប់ឈួតនឹងចូលឈួតនឹងអួតឈួតនឹង fake បើយើងថែមនឹងឈួតពាក្យប្រែនឹងទៀតគឺឈួតអត់មានថ្ងៃជាទេនេះគឺជាចំណុចមួយដែលជាយោបល់របស់ខ្ញុំឈប់ឈួតប្រែទៅបើរដ្ឋាភិបាលចង់ណាឈ្នះហើយនឹងការពារបរណភាពដែនទឹកដីគឺរាជការត្រូវតែយកចិត្តទុកដាក់រាជការត្រូវតែយកចិត្តទុកដាក់លើការផ្សព្វផ្សាយការកសាងចំណេះដឹងចំពោះប្រជាពលរដ្ឋមិនមែនមកប្រែឲ្យឈួតថែមទៀតទេអញ្ចឹងអ្នកណាដែលប្រែថាប្រើយន្តតការអីគ្មានយន្តក៏ដូចទេអានឹងច្បាប់ប្រើច្បាប់សមុទ្រ UNCLOS ហើយការប្រើច្បាប់សមុទ្រហ្នឹងណាគឺប្រើនៅក្នុងនីតិវិធីមួយដែលហៅថា compulsory conciliation គឺប្រទេសមួយអាចបង្ខំឲ្យចូលទៅក្នុងការពិចារណាទោះបីភាគីម្ខាងទៀតមិនចូលរួមក៏ដោយណាហើយក៏ទាមទារឲ្យមានគណៈកម្មាធិការមួយមកពិចារណាលើកិច្ចការនោះក៏ប៉ុន្តែលទ្ធផលនៃ compulsory conciliation គ្មាន legal binding ទេណាគ្មាន legal binding ទេគ្រាន់តែចាញ់ទៅជា opinion មួយណានៅក្នុងហ្នឹងគឺ compulsory conciliation មានបង្ហាញនៅក្នុងផ្នែក15នៃច្បាប់សមុទ្រ UNCLOS ដែលនៅក្នុងនោះមានមាត្រា298អនុញ្ញាតឲ្យរដ្ឋយកបញ្ហាទំនាស់ដែនទឹករបស់ខ្លួនមកធ្វើការពិចារណាដោយមានការចូលរួមពីគណៈកម្មាធិការមួយជាផ្នែកភាគីទី3ក្នុងការប្រើប្រាស់នេះអ្វីដែលកម្ពុជាខ្វះខាតគឺការយល់ដឹងរបស់ប្រជាពលរដ្ឋហើយនឹងកង្វះឯកទេសច្បាប់សមុទ្រដែលកម្ពុជាត្រូវដាក់ថវិកាយ៉ាងតិច100លានដើម្បីធ្វើកិច្ចការហ្នឹងអញ្ចឹងវាអត់មានយន្តការអីទេអានឹងជានីតិវិធីនៃច្បាប់ធ្វើទៅដើម្បីឲ្យមានតែប្រជាពលរដ្ឋខ្មែរត្រូវដឹងអំពីដែនសមុទ្ររបស់ខ្លួនណារបៀបនេះបានត្រូវគេធ្វើ